ជំរាបសួរអ៊ំពូមីងនិងបងប្អូនទាំងអស់គ្នាថ្ងៃនេះចេញមកមុខម្ហូបមួយមុខទៀតហើយណាបងប្អូនហើយមុខម្ហូបរបស់ផ្ទះរបស់ admin ថ្ងៃនេះនិយាយពីថាក្លិនឡើងឈ្ងុយអរគុណបាទថ្ងៃនេះបានប្រហុកចិញ្ច្រាំសាច់ជ្រូកអមតដល់នៅជាមួយនឹងស្បែកជ្រូកឌីកទៀតមកនិយាយពីថារសជាតិវិញឆ្ងាញ់ខ្លាំងណាស់បងប្អូនហើយហើយលក់របស់យើងនេះមានពពាយមានត្រសក់អូយពីមុខនេះនិយាយពីថាចុចយកតំណែងអស់ទេបងប្អូនអ្វីដែលសំខាន់ណាស់ណារសជាតិវិញឡើងឆ្ងាញ់ហើយការចែករំលែកនៅមុខម្ហូបនេះគឺជាមុខម្ហូបរបស់ផ្ទះរបស់ admin ផ្ទាល់តែម្ដងអញ្ចឹងការចំអិនមានមុខម្ហូបអ្វីចែករំលែកនឹងជូនត្រខាងបងប្អូនឲ្យបានដឹងពីគុណភាពរសជាតិអីចឹងណាជាពិសេសឲ្យពុកម៉ែបងប្អូនក៏បានធ្វើតាមក៏បានដឹងគេថាអីថ្ងៃនេះអត់ដឹងថាស្លអីបាននឹកឃើញដល់ Channel Dara Cooking ណាអរគុណឥឡូវលាងសាច់ជ្រូករបស់យើងសិនមកលាងសម្អាតមកទឹកហើយមកទឹកទៀតមកទឹកហើយមកទឹកទៀតតតែសាច់ជ្រូករបស់យើងនឹងវាស្អាតបានល្អហើយធ្វើអញ្ចឹងញ៉ាំទៅមានរសជាតិឆ្ងាញ់ខ្លាំងមែនតើណាអ៊ំពូមីងហើយមួយវិញទៀតសោតពេលដែលយើងលាងរួចរាល់ហើយយើងផ្លះជាមួយនឹងសាច់ជ្រូករបស់យើងសិនមកបាទស្បែកវាយើងយកទុកមួយឡែកសិនបាទយើងយកតែសាច់ជ្រូកទេហើយហាន់វាបន្ទះស្ដាងងាយនៅក្នុងការចិញ្ច្រាំឲ្យម៉ត់យើងចិញ្ច្រាំលាយប្រហុកតែម្ដងហើយរសជាតិវិញអូឆ្ងាញ់ខ្លាំងណាស់បងប្អូនហើយម្ហូបនេះក្លិនឡើងឈ្ងុយដល់ថ្នាក់បងប្អូនយើងដែលគាត់អត់ចេះប្រហុកណាបាទគាត់ថាអីធំស្អុយប្រហុកបាទតែប៉ុន្តែប្រហុកគេឡើងឈ្ងុយបាទអរគុណអញ្ចឹងប្រហុកបើសិនជាយើងធ្វើត្រូវក្លិនឈ្ងុយបើយើងធ្វើខុសក្លិនអត់ឈ្ងុយទេអញ្ចឹងសូមជំរាបជូនដល់ខាងបងប្អូនអ្នកដែលគាត់ចង់បានប្រហុកឆ្ងាញ់អ្នកកំពុងចាមបកែធ្វើរសជាតិវិញឡើងឆ្ងាញ់ខ្លាំងមែនតើហើយប្រហុកនេះប្រហុកនៅខាងកំពង់ចាមបងប្អូនដាក់មកនិយាយពីថាមានជាតិនោះមានជាតិហើយបើដែលសំខាន់ជាងនោះទៅទៀតនោះគឺការផ្សំគ្រឿងត្រូវទៀតមកញ៉ាំឡើងពេញមាត់តែម្ដងណាបងប្អូនអញ្ចឹងអ៊ំពូមីងក៏ដូចជាខាងបងប្អូនទាំងអស់បាទយូរម្ដងយកមកឌូជាមួយនឹងការចិញ្ច្រាំប្រហុកជាមួយនឹងសាច់ជ្រូកនេះឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ហើយធ្វើម៉េចដាក់បានពណ៌ដូច admin នៅក្នុងការបង្ហាញនេះគេត្រូវធ្វើម៉េចបាទបងប្អូនគ្រាន់តែទស្សនាដឹងទេណាទស្សនាពីដើមដល់ចប់មកដឹងពីតិចនិចនៅក្នុងការធ្វើម៉េចដើម្បីបង្កើននៅពណ៌បង្កើននៅរូបសម្រស់នៅជាមួយនឹងប្រហុករបស់យើងឃើញហើយឲ្យតាក់ទាញនៅក្នុងការញ៉ាំអញ្ចឹងណាចិញ្ច្រាំប្រហុកនឹងជាមួយនឹងសាច់ជ្រូករបស់យើងឲ្យវាម៉ត់សិនបាទដោយដែលខាងខ្ញុំបាត់បង្ហាញអញ្ចឹងណាមើលតែវាម៉ត់មកល្មមសមគូហើយក៏យើងមានជាមួយនឹងខ្ទឹមសបើបងប្អូនយើងចូលខ្ទឹមក្រហមទៀតដាក់ខ្ទឹមក្រហមទៀតរត់តែពិសេសហើយដាក់ផ្លែម្ទេស3 4គ្រាប់អីចឹងទៅតាមចំណង់ចំណូលចិត្តបើបងប្អូនយើងចូលចិត្តហិលដាក់20 30គ្រាប់មកបងប្អូនហើយតែសម្រាប់ផ្ទះរបស់ admin ត3 4គ្រាប់នឹងហិលមកឆ្ងាញ់លក្ខណៈមួយថាមកចូលចិត្តអរគុណចិញ្ច្រាំខ្ទឹមសម្ទេសលាយជាមួយនឹងប្រហុកសាច់ជ្រូករបស់យើងមកមើលទៅតំណងណាបងប្អូនហើយចិញ្ច្រាំបដាបញ្ចូលសម្លេងបដានេះលក្ខណៈមួយថាអូយឃ្លានលក្ខណៈនឹកឃើញចង់ញ៉ាំភ្លាមទៀតអីចឹងណាបងប្អូនអរគុណឥឡូវនេះក៏យើងចាប់ផ្ដើមនៅក្នុងការចិញ្ច្រាំវាចិញ្ច្រាំតតែម៉ត់បងប្អូនមើលតែម៉ត់មកសន្ទុះទៀតនឹងផ្សំគ្រឿងបានហើយគ្រឿងផ្សំអត់មានអីច្រើនទេមានប៊ីចេងនិងស្ករទេបងប្អូនដោយសារប្រហុករបស់យើងវាប្រៃស្រាប់បាទយើងអត់ប្រើអំបិលទេហើយក៏អត់ប្រើគ្រឿងអីផ្សេងផ្ដាច់ដែរយើងប្រើតែស្ករហើយនិងប៊ីចេងតែប៉ុណ្ណោះដាក់មកក្លិនឡើងឈ្ងុយរសជាតិវិញឡើងឆ្ងាញ់ហើយការផ្សំគ្រឿងត្រូវទៀតមកហូបនេះបងប្អូនហើយបាយចុះទៀតហើយបាយរបស់យើងដាំរៀងស្រួយតិចមកបងប្អូនយកមកញ៉ាំជាមួយនឹងប្រហុកចិញ្ច្រាំរបស់យើងនឹងលក់ខ្ចីទៀតមកអូខប់សេរីបើបានលក់លក្ខណៈធម្មជាតិច្រើនមុខទៀតរត់តែពិសេសតែម្ដងតែថ្ងៃនេះ admin មានតែជាមួយនឹងបាទពពាយនិងផ្លែត្រសក់បើបងប្អូនចូលចិត្តត្រប់ទៀតរត់តែពិសេសបាទត្រប់ស្រួយយើងនឹងបងប្អូនដាក់មកមិនខុសទេកន្លែងទៅមើលក្រោយផ្ទះមានអីយកនឹងមកបាទបន្លែធម្មជាតិអីចឹងណាបន្ទាប់ត្រូវបងប្អូនណារសជាតិវិញឡើងឆ្ងាញ់ជាងច្រាំរួចរាល់ហើយដាក់នៅចានណាបងប្អូនដាក់នៅចានហើយយើងគៀវាឲ្យស្មើសាច់មកបែបច្បល់ជាមួយនឹងពងទាសិនណាបងប្អូនហើយនេះគឺយើងហាន់ស្បែកជ្រូករបស់យើងទុកឌីកនៅលើប្រហុករបស់យើងញ៉ែហើយសាច់ជ្រូកស្បែកជ្រូកនេះដាក់មកឡើងលក្ខណៈមួយថាឆ្ងាញ់ខ្លាំងណាបងប្អូនវាលក្ខណៈផុយល្អពេលដែលយើងយកទៅចំហុយបាញ់ញ៉ាំហើយអត់ដឹងថាស្បែកជ្រូកទេលក្ខណៈមួយថាឆ្ងាញ់ខ្លាំងអញ្ចឹងអូនពូមីងសាក់លបងបានហើយមួយវិញទៀតបងប្អូនយើងត្រូវគួរពងទាឬក៏ពងមាន់យើងប្រើវាមួយគ្រាប់ឬក៏ពីរគ្រាប់តាមចំណង់ចំណូលចិត្តយើងយកតែផ្នែកក្រហមមកបាទអសហ្នឹងវានៅលាយបន្តិចបន្តួចកុំអីដែរបងប្អូនតែបើសិនអ្នកដែលគាត់អត់ស្ដាយដាក់ទាំងអស់ក៏បានដែរព្រោះថាវាជាមួយផ្នែកមួយសម្រាប់នៅក្នុងការទទួលទានតែបើយើងប្រើក្រហមទៅវាមិនសូវមានក្លិនឆ្អាបអញ្ចឹងណាបាទធ្វើទៅតាម admin នៅក្នុងការបរិយាយបងប្អូនបានប្រហុកចិញ្ច្រាំដែលមានរសជាតិឆ្ងាញ់តែម្ដងមួយហ្នឹងគឺយើងលាយបញ្ចូលជាមួយនឹងសាច់ហើយមួយទៀតគឺយើងដាក់លាបពីវានៅខាងលើដើម្បីបង្កើននៅពណ៌បងប្អូនឃើញខាង admin នៅក្នុងការបង្ហាញបងប្អូនដឹងណាបាទដាក់ចឹងមកអូយពេលដែលយើងចំហុយទៅវាឡើងពណ៌លឿងស្អាតមែនតើឃើញហើយតំណងនោះតំណងបាទ
មើលតែយើងរៀបវាស្មើសាច់តែមួយហើយយើងដាក់ជាមួយនឹងស្បែកជ្រូករបស់យើងនៅពីលើមកបងប្អូនហើយបើបងប្អូនមានម្ទេសបាទដាក់ពីលើមកគ្រាប់ទៀតមករឹតតែពិសេសតែម្ដងតែខាងនេះ admin មានតែម្ទេសសម្រាប់ដាក់ចិញ្ច្រាំបងប្អូនដល់ពេលចឹងយើងនឹងឌីក័រស្បែកជ្រូកតែម្ដងដាក់មកអូយតំណងលក្ខណៈមួយថា perfect ទេឥឡូវនេះគឺយើងដាក់ទឹកបន្តិចមកនៅក្នុងឆ្នាំងរួចហើយយើងដាក់ជាមួយនឹងចំហុយតែម្ដងបាទចំហុយតាមមកសម្បកហ្នឹងគឺចាប់ផ្ដើមនៅក្នុងការប្រែពណ៌ប្រែរូបហើយបងប្អូនបាទប្រហុកចិញ្ច្រាំលឿនណាបងប្អូនបាទបើកម្របមកនិយាយពីថាតំណងនោះតំណងតាមមកសម្បកទៀតណាពណ៌ឡើងលឿងអានេះវាមិនតាន់ឆ្អិនល្អក៏បង្ហាញជូនដល់ខាងបងប្អូនទស្សនាបន្តិចមកសម្បកក្រោយមកបងប្អូនបាទឆ្អិនស្រាច់លឿនងាយបាទលក្ខណៈមួយថាពិសេសទៅលើនៃមុខម្ហូបមុខនេះព្រោះថាខាងខ្ញុំបាទកាត់ត្រួសទេបង្ហាញជូនដល់ខាងបងប្អូនបើនិយាយពីថាពណ៌វិញឡើងតំណងឃើញហើយគួរឲ្យចង់ញ៉ាំណាបងប្អូនហើយអាស្បែកជ្រូកនៅពីលើហ្នឹងគឺផុយល្អបងប្អូនហើយញ៉ាំទៅមានជាតិហើយរសជាតិវិញឡើងឆ្ងាញ់ឥឡូវដូចដាក់ចានរបស់យើងមកបង្ហាញជូនដល់ខាងបងប្អូននៅក្នុងការទស្សនាឲ្យលក្ខណៈមួយថាបងប្អូនឃើញហើយប្រកាសជាចង់ធ្វើតាមបងប្អូនឃើញហើយប្រកាសជាស្រក់ទឹកមាត់ចង់ញ៉ាំណាបាទព្រោះថាមុខម្ហូបប្រហុកនេះរសជាតិវិញឆ្ងាញ់ក្លិនឈ្ងុយញ៉ាំចុះបាវច្រើនអរគុណចឹងអូនពូមីងដែលបានទស្សនាមកញ៉ាំជាមួយនឹងខាងខ្ញុំបាទទាំងអស់គ្នាអញ្ជើញឆ្ងាញ់ជាមួយនឹងខាងខ្ញុំបាទមុខម្ហូបមួយមុខនេះដូចបាយម្នាក់ម្ចាស់មកទទួលទានទាំងអស់គ្នាណាបាទរសជាតិវិញអូយខប់សេរីតែម្ដងថ្ងៃនេះមានតែប៉ុណ្្នេះទេបើបងប្អូនឃើញហើយកុំភ្លេច Subscribe ឲ្យ admin ម្នាក់មួយផងណាជួបគ្នានៅក្នុងវីដេអូក្រោយខណៈនេះ admin សូមអរគុណនិងសូមជម្រាបលាបាយបាយ